ចិននិងជប៉ុនកំពុងតែរង្គោះរង្គើទៀតហើយទោះបីជានាវាជប៉ុននៅទីនោះក៏ដោយតែធ្វើអ្វីចិនមិនបានទីក្រុងតូក្យូតាមរយៈរដ្ឋាភិបាលជប៉ុនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី16មករាថាចិនបានបំពេញកិច្ចព្រមព្រៀងនឹងកំពុងដំឡើងគ្រឿងចាក់ខួងយកធនធានធម្មជាតិនៅសមុទ្រចិនខាងកើតដោយឯកតោភាគីយោងតាមប្រភពចេញពី Reuters ដែលបានចេញផ្សាយនៅថ្ងៃទី16មករាបានល្បិចថាតំបន់នោះស្ថិតនៅចន្លោះឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសចិននិងខ្សែសង្វាក់កោះអូគីណាវ៉ារបស់ជប៉ុនជាខ្សែបន្ទាត់ពាក់កណ្ដាលដែលជប៉ុនគូសតាមបណ្ដោយផ្លូវរវាងឆ្នេរសមុទ្រនៃប្រទេសទាំងពីរដើម្បីបែងចែកតំបន់សេដ្ឋកិច្ចផ្ដាច់មុខសកម្មភាពទាំងនេះដែលប្រទេសជប៉ុនហៅថាគួរឲ្យសោកស្ដាយយ៉ាងខ្លាំងគឺជាសកម្មភាពអភិវឌ្ឍធនធានចុងក្រោយបំផុតរបស់ចិននៅក្នុងដែនទឹកដែលមានចំនួនហើយបានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៃប្រទេសជិតខាងអាស៊ីខាងកើតទាំងពីរក្នុងរយៈពេលប៉ុន្មានខែថ្មីនេះតំបន់ដែលចិនកំពុងធ្វើសកម្មភាពនេះគឺជាតំបន់យុទ្ធសាស្ត្រដ៏រសើបបំផុតនៅក្បែរខ្សែបន្ទាត់ពាក់កណ្ដាលដែលបែងចែកដែនទឹកប្រទេសទាំងពីរនិងមិនឆ្ងាយពីកោះសេនកាគូឡើយជាមួយគ្នានេះប្រទេសជប៉ុនបានចោទប្រកាន់ចំថាចិនកំពុងតែបំពានស្មារតីនៃកិច្ចព្រមព្រៀងឆ្នាំ2008ហើយអ្វីដែលជប៉ុនកំពុងតែព្រួយបារម្ភបំផុតនោះគឺចិនមិនមែនចង់បានតែឧស្ម័នឬប្រេងនោះទេតែចិនអាចនឹងប្រើប្រាស់គ្រឿងចក្រទាំងនេះដើម្បីបំពាក់ឧបករណ៍ចារកម្មនិងរ៉ាដាយោធាដើម្បីតាមដានចលនារបស់កងទ័ពជប៉ុននិងសហរដ្ឋអាមេរិកថែមទៀតផងនាពេលកន្លងមកចិនបានសាងសង់គ្រឿងចក្រខួងយកធនធានចំនួន18កន្លែងរួចមកហើយនៅក្បែរខ្សែបន្ទាត់នោះប៉ុន្តែសកម្មភាពជាក់ស្ដែងអ្វីដែលជប៉ុនតវ៉ានៅថ្ងៃទី16មករា2026នេះគឺដោយសារតែចិនបានដំឡើងគ្រឿងចក្រថ្មីមួយទៀតដែលជប៉ុនមើលឃើញថាជាការបំពានឥតឈប់ឈរទន្ទឹមនឹងនេះរដ្ឋាភិបាលជប៉ុនបានកោះហៅមន្ត្រីស្ថានទូតចិនមកស្ដីបន្ទោសនិងផ្ញើសារតវ៉ាជាផ្លូវការជប៉ុនប្រើពាក្យធ្ងន់ធ្ងរថាសកម្មភាពរបស់ចិនគឺមិនអាចទទួលយកបានជាដាច់ខាតនិងជាការរំលោភបំពានលើអធិបតេយ្យភាពប៉ុន្តែការតវ៉ាដោយពាក្យសម្ដីគឺមិនអាចបញ្ឈប់សកម្មភាពគ្រឿងចក្រចិនបានឡើយការពិតទៅជប៉ុនមាននាវាល្បាតនៅទីនោះរាល់ថ្ងៃប៉ុន្តែហេតុអ្វីបានជាចិននៅតែអាចដំឡើងគ្រឿងចក្របានយ៉ាងរំភើយចិនមិនមែនបញ្ជូនកងទ័ពទៅវាយយកដែនកោះនោះទេគេប្រើវិធីសាស្ត្រយកគ្រឿងចក្រមកធ្វើជាខែនៅពេលដែលនាវាល្បាតជប៉ុនចូលទៅរារាំងពួកគេនឹងជួបជាមួយទៅនឹងនាវាឆ្មាំសមុទ្រចិនដែលមានទំហំប៉ុននាវាចម្បាំងមកពាំងពីមុខទោះបីជាជប៉ុនមាននាវាល្បាតមែនប៉ុន្តែចំនួននាវាឆ្មាំសមុទ្ររបស់ចិនមានចំនួនច្រើនជាងនិងធំជាងរាល់ថ្ងៃនៅក្បែរកោះសេនកាគូនិងខ្សែបន្ទាត់ពាក់កណ្ដាលចិនតែងតែបញ្ជូននាវាទេសចរចុះឡើងមិនដែលដាច់ដើម្បីធ្វើឲ្យនាវាជប៉ុនហត់នឿយនៅពេលដែលជប៉ុនរវល់ការពារកោះសេនកាគូចិនក៏ឆ្លៀតឱកាសបញ្ជូនគ្រឿងចក្រទៅដំឡើងនៅចំណុចផ្សេងទៀតនៅក្នុងសមុទ្រចិនខាងកើតរហូតមកដល់ពេលនេះចិនកំពុងអនុវត្តយុទ្ធសាស្ត្រលេបយកបន្តិចម្ដងត្រង់ចំណុចនេះ True Insider សង្កេតឃើញថានេះគឺជាសញ្ញាដ៏គ្រោះថ្នាក់បំផុតចិនកំពុងបង្ហាញឲ្យពិភពលោកឃើញថានៅសមុទ្រចិនខាងកើតអ្នកណាខ្លាំងអ្នកនោះនឹងជាម្ចាស់ការតវ៉ារបស់ជប៉ុនគឺគ្រាន់តែជាការបង្ហាញពីភាពទន់ខ្សោយខណៈដែលដែនទឹករបស់ខ្លួនកំពុងត្រូវបានចិនដណ្ដើមយកបន្តិចម្ដងនៅចំពោះមុខមានសំណួរកើតឡើងហើយអ្វីបានជាជប៉ុនបានត្រឹមតែឈរមើលចិនដំឡើងគ្រឿងចក្រតាមអំពើចិត្តឬជប៉ុនមិនទាន់ត្រៀមលក្ខណៈសម្បត្តិរួចរាល់ខ្ញុំសំអាងវណ្ណៈ True Insider